ជំរាបសួរប្រិយមិត្តជាទីមេត្រីជួបជាមួយខ្ញុំបាទអេមីនមើលរឿងដែលយប់សម្រាប់ថ្ងៃនេះបងណែខ្ញុំនឹងមកដល់គ្នាមួយទូនរឿងកណ្ដាប់ដៃប្រហាមេបន្តទៀតអញ្ចឹងដឹងទៅក្នុងពាក្យបន្តនេះល្អមកប៉ុណ្ណានោះកុំភ្លេចតាមបានជាមួយនឹងអេមីនទាំងអស់គ្នាអូខេអ្នកទាំងគ្នាមុនពេលដែលយើងចូលទៅទស្សនារឿងនេះខ្ញុំបាទអេមីនមើលរឿងដែលយប់ក៏សូមអ្នកទាំងគ្នាជួយធ្វើការ Subscribe មក Channel ខ្ញុំបាទព្រមទាំងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗមុនគេបងអស់ហើយកុំភ្លេចជួយចុច Like និង Share នៅក្នុង Facebook អេមីនទាំងអស់គ្នាណានៅក្នុងពេលនេះបន្ទាប់ពីតួឯករបស់យើងបាយខៃនៅវូកានត្រឡប់មកវិញហើយពួកគេក៏បានមកជួបជាមួយនឹងលោកតាហ្វូស៊ីនៅក្នុងពេលនេះដែរគាត់ក៏បានរៀបរាប់និយាយពីរឿងដែលបានកើតឡើងចំពោះបាយខៃក៏ស្រាប់តែអាណាចក្រអមតៈក៏បានបញ្ជូនកូនចៅរបស់គេមកអុកលោកកូសំពនស៊ីនជិនលោកតាហ្វូស៊ីក៏បានឲ្យតួអង្គរបស់យើងឆាប់ចាក់ចេញពីទីនេះទៅព្រោះវាគ្មានសុវត្ថិភាពនោះទេនិយាយរួចហើយក៏បានប្រើវិជាសាស្ត្ររបស់គាត់ហោះទៅជួបនឹងនារីម្នាក់អាយ៉ានេះមើលទៅស៊ូគួយមករកឪពុករបស់យើងហើយចំណែកកូនចៅរបស់អាណាចក្រទាំងអាបាម៉ានក៏បានមកដល់ទីនេះផងដែរស្រីសាឡានក៏ត្រូវប៉ះគ្នាជាមួយនឹងពួកគេថៃជីក៏ប្រើវិជាសាស្ត្រភ្លើងរបស់គេបាញ់សម្ដៅមកកូនសំពនស៊ីនជិនទាំងមូលរីឯអាឡានក៏មិនទុកពេលយូរនោះដែរនាងក៏បាននៅវិជាមេអំបាយរបស់នាងហោះចូលទៅទប់ទល់ជាមួយនឹងភ្លើងរបស់ថៃជីតែដុំភ្លើងរបស់គេនោះក៏បានបំបែកចេញជាច្រើនចំណែកធ្វើឲ្យចំប្រជាជនរងរបួសជាច្រើនអ្នកដល់ពេលឃើញតែសបាយពេកគេក៏បានប្រើដុំភ្លើងរបស់គេមួយគ្រាប់ទៀតហោះសម្ដៅមកស្រីសាឡានយកតែម្ដងប៉ុន្តែក៏ត្រូវនាគទឹករបស់បរិបប្រមឹកសុងស៊ីងហោះមកទប់ស្កាត់តនមើលទៅពួកកូនចៅណាចាអមតៈទាំងអស់នេះបានមកដល់ទឹកដីកន្លែងណាហើយកន្លែងនោះប្រកាសជាខ្ទេចដោយសារដៃរបស់ពួកគេកំពុងតែនិយាយសុកសុកនឹងថៃជីក៏ប្រឡែងដុំភ្លើងរបស់គេយ៉ាងធំមួយគ្រាប់ទៀតដែលអាចបំផ្លាញខ្លួនទៅជាសត្វនាគសុងស៊ីក៏មិនចាំយូរដូចគ្នាគាត់ក៏បានបញ្ចេញនៅនាគទឹកចេញពីខ្លួនរបស់គាត់ទៅប្រយុទ្ធជាមួយនឹងនាគភ្លើងរបស់ថៃជីមើលទៅអ្នកដែលក្បត់6អ្នកដែលស៊ូគួយបាននិយាយថាចេញពីអាណាចក្រអមតៈនោះប្រហែលជាតួអង្គប្រមាណអ្នកនេះហើយនៅពេលដែលធម្មពលរបស់ពួកគេនោះបានបុកគ្នាហើយនារីតកលីវជីក៏ប្រើវិជាសាស្ត្រតករបស់នាងធ្វើឲ្យនាគទឹករបស់សឹងស៊ីឡើងកកទាំងស្រុងហើយមើលទៅធម្មពលរបស់អាណាចក្រអមតៈដូចជាគ្របដណ្ដប់ខ្លាំងណាស់មកលើពួកគេលីវជីក៏បានយកដំណក់ទឹកដែលបានកកចេញពីសត្វនាគរបស់សឹងស៊ីប្រែក្លាយទៅជាមុខកំបិតដ៏ស្រួចហោះសម្ដៅមកពួកគេវិញម្ដងនេះពិបាករត់បន្តិចហើយតែហេងដែរដែលបានប្រុសសម្បំសាវែងយុគរបស់កែច្នៃយកមកពាំងអាឡានក៏បាននិយាយប្រាប់សុងស៊ីអនុមនុស្សទាំងអស់នៅក្នុងកោសម្ព័ន្ធស៊ីនជិនចាក់ចេញពីទីនេះហើយទុកឲ្យនាងបំបីដាពួកគេទាំងអស់នោះរ៉ែវូកានៅប៉ៃខៃក៏បានរត់ចូលមករកក្មេងៗហើយក៏បាននៅប៉ៃខៃនោះក្មេងៗទាំងអស់ទៅលាក់ខ្លួននៅកន្លែងស្នាក់នៅរបស់សុងស៊ីចំណែកគាត់វិញក៏រត់ទៅជួយអ្នកដែលនៅសេសសល់ជួបមកដល់ខាងលោកតាហ្វូស៊ីវិញមើលទៅស៊ូគួយមកនេះក៏មានកញ្ចក់តាមខ្លួនរបស់នាងទៀតហើយនេះគឺជាតាន់គួយតាមើលទៅនាងចង់ឲ្យគាត់តាន់គួយនេះមករៀបរៀងយុទ្ធសាស្ត្ររបស់លោកតាហ្វូស៊ីឲ្យមើលទៅតែដល់ហើយលោកតាហ្វូស៊ីក៏បាននិយាយថាតាន់គួយនេះគឺជារឿងរបស់ខ្ញុំហើយនៅស៊ូគួយតែប៉ុណ្ណោះអញ្ចឹងខ្ញុំចង់និយាយជាមួយនាងតែពីរនាក់គ្រាន់តែនិយាយចោលភ្លាមលោកតាហ្វូស៊ីក៏ប្រើយុទ្ធសាស្ត្ររបស់គាត់ធ្វើជារនាំងខណ្ឌចៃត្រឹមគាត់ជាមួយនឹងស៊ូគួយកូនស្រីរបស់គាត់ចំណែកគាត់តាន់គួយវិញក៏ត្រូវហោះប៉ាល់ទៅក្រោយយ៉ាងស្រួលអាយ៉ាមើលទៅយុទ្ធសាស្ត្ររបស់លោកតាហ្វូស៊ីក៏លេងសើចបានពិតមែននេះគ្រាន់តែបញ្ចេញធម្មពលតែបន្តិចប៉ុណ្ណោះសោះងាកចូលមកខាងស្រីសាឡានវិញបន្ទាប់ពីនាងរៀបរៀងពួកអាណាចក្រអមតៈ3នាក់នេះហើយនាងក៏ព្យាយាមរត់គេចចេញពីទីកន្លែងនោះផងដែរប៉ុន្តែក៏ត្រូវបានជួបបរិមម្នាក់ដែលប្រិមត្តទាំងអស់គ្នាប្រកាសជាស្គាល់ហើយថានេះគឺជាស៊ីស៊ីងសមត្ថភាពរបស់គេគឺអាក្រអរូរ៉ាវាយមិនជាងាប់នោះទេអាប៉ែនេះចំណែកកម្លាំងរបស់គេវិញក៏ខ្លាំងថែមទៀតផងនេះឃើញតែស្រីសាឡាននៅតែម្នាក់ឯងស៊ីស៊ីងក៏លួចមកប្រើកណ្ដាប់ដៃរបស់គេធ្វើឲ្យនាងប៉ាងទៅក្រោយក៏អ៊ូឈាមថែមទៀតផងរៀបនឹងប្រើធម្មពលរបស់គេបន្ថែមទៀតទៅហើយក៏សិតទៅវូកានលូតមកពីចម្ងាយជួយធ្វើឲ្យធម្មពលរបស់គេនេះដាច់ពាក់កណ្ដាលស៊ីស៊ីងគឺជាមនុស្សម្នាក់ដែលមានធម្មពលអរូរ៉ាពេញខ្លួនតែម្ដងមានន័យថាគេហាត់នៅកម្ពុជានៃវិជាគុណរបស់គេបានទៅហើយវូកានក៏ប្រើកណ្ដាប់ដៃភ្លើងរបស់គាត់បាញ់ទៅលើស៊ីស៊ីងដែរប៉ុន្តែមើលទៅដូចជាមិនរង្គើសំបីតែបន្តិចអាកូននេះគឺចាប់ផ្ដើមឆ្លងពីធម្មពលរបស់វូកានថានេះគ្រាន់តែជាមនុស្សធម្មតាទូទៅដូចគេដូចឯងសោះហើយអ្វីបើជាកម្លាំងរបស់វាខ្លាំងដល់ថ្នាក់នេះបន្ទាប់ពីទូប្រុសរបស់យើងប្រើកណ្ដាប់ដៃរបស់គាត់ហើយវូកានក៏ស្ទុះមកលើកអាឡានដើម្បីរត់តែដូចជាមិនងាយស្រួលពេកទេដឹងស៊ីស៊ីងក៏លួចមកប្រើធម្មពលរបស់គេធ្វើឲ្យអាឡានប៉ាន់ធ្លាក់ចុះមកក្រោមរីឯវូកានក៏ត្រូវមួយដៃរបស់គេម្ដងទៀតធ្វើឲ្យគាត់ធ្លាក់មកផុងដីមើលទៅកម្លាំងរបស់ស៊ីស៊ីងនេះពិតជាសាហាវពិតមែនស៊ីស៊ីងក៏លួចមកនិយាយថាតាំងពីការប្រយុទ្ធរវាងយើងនឹងដាវសង្កត់មេឃមកយើងមិនដែលជួបមនុស្សធម្មតាណាដែលមានធម្មពលដល់ថ្នាក់នេះនោះទេមិនចាំយូរវូកានក៏ប្រើកណ្ដាប់ដៃរបស់គាត់នឹងសៀតផ្សេងៗទៀតដែលគាត់ចេះវាមកលើស៊ីស៊ីងតែមើលទៅអាក្រអរូរ៉ារបស់គេនេះពិតជាមាំនឹងតាន់ពិតមែនស៊ីស៊ីងគ្រាន់តែក្របៀដៃតែបន្តិចក៏ធ្វើឲ្យតួប្រុសរបស់យើងស្ទើរតែបាត់បង់ស្មារតីចំណែកឯអាឡានវិញនាងក៏ត្រូវរបួសខ្លាំងដល់ថ្នាក់ងើបមិនរួចនោះទេវូកាននៅក្នុងចិត្តរបស់គាត់មិនងាយចោះចាញ់នរណាម្នាក់ឡើយបើមិនទាន់ដល់ចំណុចចុងក្រោយគាត់មិនព្រមចោះចាញ់នោះទេមានអីគាត់ក៏ស្ទុះងើបឡើងម្ដងទៀតព្យាយាមវាយទៅលើស៊ីស៊ីងសាជាថ្មីតែមិនថាគាត់ងាកទៅឆ្វេងឬងាកទៅស្ដាំនៅតែមិនអាចវាយចូលនៅក្នុងអាក្ររបស់គេម្នាក់នេះបានស៊ីស៊ីងក៏បានវាយបកមកទូប្រុសរបស់យើងវិញមួយជង្គង់ធ្វើឲ្យគាត់ហោះបុកចូលទៅក្នុងផ្ទះឈើរលំអស់ម្ដងនេះមិនដឹងថាគាត់អាចទៅរួចដែរឬអត់នោះទេវូកាង
ចំណែកឯលោកតាហ្វូស៊ីវិញក៏ក៏បានអង្គុយញ៉ាំតែជាមួយនឹងស៊ូគួយហើយក៏បាននិយាយពីរឿងចាស់ៗដែលគាត់ធ្លាប់បានបង្រៀននាងដល់ពេលដែលគាត់លើកទឹកតែទី1ជូននាងវាប្រៀបបានដូចជាទឹកចិត្តរបស់គាត់ដែលធ្លាប់បង្ហាត់បង្រៀននាងតាំងពីតូចមកអញ្ចឹងប៉ុន្តែស៊ូគួយក៏បានបដិសេធនឹងទឹកតែមួយពេលនេះស៊ូគួយក៏បាននិយាយថាតើនេះលោកមានដឹងទេថាថៃជីកំពុងតែបំផ្លាញកូនសម្បត្តិស៊ីនជេនរបស់លោកហើយនេះលោកនៅឆ្លៀតបៀងពេកហើយខ្ញុំមកពិសាទឹកតែទៀតលោកតាហ្វូស៊ីគាត់នឹងមុនបាត់ហើយអំពីរឿងទាំងអស់នេះទើបបានជាគាត់យកពេលវេលាមួយនេះមកនិយាយជាមួយនឹងស៊ូគួយវិញតែលើកទី1នេះគាត់លើកទឹកតែជូនកូនស្រីរបស់គាត់ចង់បង្ហាញឲ្យស៊ីជម្រៅអំពីធម្មពលដែលនាងទទួលយកជាអ្វីដែលលោកតាហ្វូស៊ីហាមឃាត់តែនឹងថានឹងទៅបុកទាវានឹងបំផ្លាញរូបនាងក៏ដោយហើយបើទោះបីជាគាត់ហាមឃាត់នាងក៏ត្រូវនាងបដិសេធដល់ពេលចូលដល់ពេញទី2ស៊ូគួយក៏លើកវាយកមកពិសាខ្លួនឯងជាមួយនឹងពាក្យសម្ដីដែលនាងចង់និយាយថានៅក្នុងក្រសែភ្នែករបស់លោកខ្ញុំគាត់តែជាមនុស្សដែលគ្មានបានការគ្រប់យ៉ាងលោកមិនដែលទុកខ្ញុំជាកូនស្រីនោះទេនេះមើលទៅស៊ូគួយនៅតែគិតថាឪពុករបស់នាងមានចេតនាមិនចង់ឲ្យនាងរៀននៅវិជ្ជាទាំងអស់នេះព្រោះខ្លាចថាចេញប្អូនស្រីខ្លួនឯងតែតាមពិតវិជ្ជាអស់ទាំងនេះនៅពេលដែលនាងរៀនហើយវានាំឲ្យនាងដើរទៅរកផ្លូវមិនល្អធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់បិសាចតែមើលទៅស៊ូគួយដូចជាឆ្លុះមកវិញនឹងធម្មពលរបស់នាងបាត់ទៅហើយដល់ពេលចុងក្រោយពួកគេទាំងពីរនាក់ក៏បានបញ្ចេញធម្មពលរៀងៗខ្លួនគ្រាន់តែទឹកតែពេញទី3នេះក៏ធ្វើឲ្យស៊ូគួយប្រើវិជ្ជាសិលសង្កត់ឪពុករបស់ខ្លួនជាប់លោកតាហ្វូស៊ីក៏ខំប្រឹងប្រើវិជ្ជាសិលរបស់គាត់ឬបំរាស់រហូតធ្វើឲ្យពេញទឹកតែទី3នេះទៅផ្ទុះបែកធម្មពលកូនស្រីរបស់គាត់ម្នាក់នេះកាន់តែសាហាវទៅសូម្បីតែវិជ្ជាសិលរបស់ឪពុកខ្លួនដែលជាកម្ពុជាព្រឹទ្ធាចារ្យក៏ត្រូវអាចបំបែកបានមិនត្រឹមតែប៉ុណ្ណឹងនោះទេស៊ូគួយខំប្រឹងរៀនវិជ្ជាអស់តែនេះដើម្បីទម្លាក់ឪពុករបស់ខ្លួនចេញពីតំណែងព្រឹទ្ធាចារ្យក្នុងអាណាចក្រអមតៈតែនេះក៏ដោយសារតែនាងរៀនវិជ្ជាខ្មៅងងឹតគ្រប់បន្តនៅចិត្តវិជ្ជារបស់នាងធ្វើឲ្យភ្លេចអស់នៅរឿងគ្រប់យ៉ាងមិនថាឪពុកម្ដាយឬបងប្អូនបង្កើតដល់ពេលឃើញពីចិត្តកំណត់កូនស្រីខ្លួនឯងបើទោះជាវិលត្រឡប់ទៅក្រោយវិញក៏មិនអាចទៅរួចលោកតាហ្វូស៊ីក៏ចង់រំលាយនៅធម្មពលរបស់នាងនៅក្នុងពេលនេះតែម្ដងមិនយូរប៉ុន្មានការប្រយុទ្ធគ្នារវាងឪពុកនិងកូនក៏ចាប់ផ្ដើមកើតឡើងម្ដងទៀតគាត់ក៏ខំប្រឹងប្រែងវិជ្ជាធម្មពលរបស់គាត់ដើម្បីរំលាយនៅធម្មពលខ្មៅងងឹតរបស់ស៊ូគួយហើយថែមទាំងនិយាយថែមទៀតថាដោយសារតែឯងមិនគិតខំប្រឹងប្រែងរៀនសូត្រចិត្តតែធ្វើរឿងមិនបានការចូលចិត្តបន្តអ្នកដតីស្អប់ខ្ពើមប្អូនស្អីខ្លួនឯងទើបបានជាថ្ងៃនេះឯងមិនអាចវិលត្រឡប់ទៅក្រោយវិញអញ្ចឹងគុំបន្ទោពុករំលាយធម្មពលរបស់ឯងចោលឲ្យសោះងាកចូលមកខាងវូកាណែវិញទូពរបស់យើងពេលដែលបានប៉ាន់គ្នាចូលទៅក្នុងផ្ទះនោះហើយក៏បន្តមកបាត់បង់ជីវិតឯណាហើយផ្ទះនោះគឺជាផ្ទះរបស់ប្រុសសម្មុំសក់វែងដែលកែច្នៃអាវុធដល់ពេលចឹងគាត់ក៏ចាប់យកកំភ្លើងធំដើរចេញមកខាងក្រៅម្ដងនេះវូកាប្រើសិតតែកណ្ដុងកំភ្លើងបាញ់មកលើស៊ីស៊ីងតែម្ដងដល់ពេលបាញ់ប្រមាណគ្រាប់ក៏ធ្វើឲ្យស៊ីស៊ីងប៉ាន់គ្នាទៅក្រោយដោយហើយក៏គ្រប់បញ្ញាមកលើកអាឡានដល់ពេលវូកាដើរមកដល់ក៏សួរនាងថាតើនាងមិនអីទេឬក៏យ៉ាងម៉េចមើលទៅរបួសរបស់នាងដូចជាធ្ងន់ធ្ងរដល់ហើយអាឡានក៏មិនឆ្លើយតបទៅវិញថានាងមិនអីនោះទេកំពុងតែនិយាយគ្នានឹងប្រសិទ្ធតែទូឯស្រីរបស់យើងរត់មកដល់វូកាក៏បាននិយាយប្រាប់ឲ្យប៉ៃខៃជួយលើកអាឡានឡើងហើយនាំគ្នារត់ចេញពីទីនេះតែដល់ពេលដែលដើរបានមួយសន្ទុះក៏សិតតែស៊ីស៊ីងក្រោកមកវិញអាគាត់នេះផ្ទុះគ្រាប់បែកខ្ចែកខ្លួនប៉ុណ្ណឹងទៅហើយនឹងមិនតស្លាប់ទៀតដល់ពេលឃើញបែបនេះវូកាក៏ចាប់យកកណ្ដុងកំភ្លើងមកបាញ់ម្ដងទៀតប៉ុន្តែលើកនេះខុសឆ្ងាយពីលើកមុនខ្លាំងណាស់ពេលដែលគ្រាប់កំភ្លើងនោះបាញ់ទៅលើស៊ីស៊ីងគេក៏បានចាប់វារំលាយចោលដូចជាផ្សែងអញ្ចឹងរួចហើយគេក៏បានបាញ់ធម្មពលនោះមកលើទូអង្គរបស់យើងធ្វើឲ្យគ្រប់គ្នាដួលទៅលើដីដល់ពេលវូកាលោចូលទៅវាជាមួយនឹងគេសាជាថ្មីលើកនេះគាត់ត្រូវធ្ងន់តែម្ដងស៊ីស៊ីងក៏បានវាបំបាក់ឆ្អឹងទូប្រុសរបស់យើងធ្វើឲ្យគាត់ងើបលែងរួចហើយក៏ជិះដើរមកនិយាយនៅក្នុងពេលនឹងដែរថាឯងឈឺចាប់ខ្លាំងណាស់មែនដែរឬអត់ចង់សងសឹកជាមួយនឹងយើងមែនតែទេបើឯងមិនអាចសម្លាប់យើងបានទេយើងនឹងធ្វើឲ្យឯងឈឺចាប់អស់មួយជីវិតលឺចឹងប៉ៃខៃក៏ខំសវេសវាទៅរកទូឯងរបស់យើងស៊ីស៊ីងក៏ចាប់ផ្ដើមនឹកឃើញថានេះប្រហែលជាមនុស្សស្រីដែលគេស្រឡាញ់ហើយមើលទៅដល់ពេលចឹងគេក៏ប្រើវិជ្ជាសិលចាប់យកនាងមកហើយគេក៏បាននិយាយថាមើលទៅឯងដូចជាបារម្ភពីនាងខ្លាំងណាស់ណអញ្ចឹងយើងចាំមើលថាឯងអាចជួយនាងបានដោយរបៀបណានិយាយចប់ស៊ីស៊ីងក៏ប្រើវិជ្ជាសិលរបស់គេច្របាច់កប៉ៃខៃធ្វើឲ្យនាងស្ទើរតែដាច់ខ្យល់អានេះទៅវូកាណែគាត់ត្រូវបាក់ឆ្អឹងងើបមិនរួចថែមទាំងត្រូវគេធ្វើបាបប៉ៃខៃនៅភ្នែកកាន់តែមើលកាន់តែធ្វើឲ្យវូកាទ្រាំមិនបាននៅក្នុងពេលនឹងដែរអពុតាឯក៏បានការឡើងចំពោះគេទូប្រុសរបស់យើងក៏សិតតែមានធម្មពលសោកចូលទៅក្នុងខ្លួនរបស់គាត់ហើយពន្លឺភ្លើងទាំងអស់នោះកំពុងតែបញ្ជូនចូលទៅពេញរាងកាយរបស់វូកាឯទេថានេះគឺជាពន្លឺភ្លើងកណ្ដាប់ដៃប្រហាមេឃអាឡានក៏បានស្រែកឲ្យវូកាថាអាកើលោកឆាប់តាំងសមាធិឲ្យបានដឹងដើម្បីបញ្ជាវាព្រោះវាគឺជាធម្មពលចុងក្រោយរបស់លោកបើមិនអាចគ្រប់គ្រងវាបាននោះទេវានឹងអាចធ្វើឲ្យលោកផ្ទុះបែកចេញពីគ្នាមើលទៅធម្មពលនេះមិនងាយស្រួលឲ្យវូកាគ្រប់គ្រងវានោះទេហើយវាក៏បានធ្វើឲ្យដៃរបស់គាត់មួយចម្រៀងឡើងកកឆេះទៀតផងនេះពិតជាចម្លែកខ្លាំងមែនទែនដល់ចុងក្រោយក៏ធ្វើឲ្យគាត់ដួលសន្លប់បាត់ទៅចំណែកលោកតាហ្វូស៊ីវិញពេលដែលគាត់ដឹងពីធម្មពលពន្លឺភ្លើងហោះចូលទៅក្នុងរាងកាយរបស់វូកាគាត់ក៏ចាប់ផ្ដើមគិតថាមើលទៅអាកើប្រហែលជាអាចទទួលយកនៅធម្មពលពន្លឺភ្លើងមួយនេះបានហើយក្នុងអំឡុងពេលដែលនិយាយគ្នានេះការប្រយុទ្ធគ្នារវាងគាត់ហើយនឹងស៊ូគួយក៏ចាប់ផ្ដើមកើតឡើងម្ដងទៀតម្ដងនេះតាន់គួយចេញមកជួយមេរបស់គេតែម្ដងប៉ុន្តែយ៉ាងណាមួយនៅតែមិនអាចឈ្នះពីរនាក់បន្ទាប់ពីតាន់គួយទប់ទល់នឹងវិជាសិលដំបូងរបស់លោកតាហ្វូស៊ីបានហើយ
គេក៏បានប្រឡែងឲ្យមេស័យរបស់គេប្រើវិជាចាប់ជាប់ខ្លួនប្រារបស់គាត់ជាប់លោកតាហ្វូស៊ីក៏បាននិយាយទៅកូនស្រីរបស់ខ្លួនថានេះឯងបានធ្វើអ្វីខ្លះឯងបានបូជាភ្នែកទឹករបស់គ្រួសារយើងឲ្យទៅវិជាសិស្សខ្មែរអង្គនេះហើយមែនដែរឬអត់មិនបាច់នាងឆ្លើយក៏យើងដឹងថាប្រកាសជាអញ្ចឹង 100% ហើយនាងអាចជប់នៅផ្កាសត្វចម្លែកនិងប្រើវិជាវេទមន្តផ្សេងៗទៀតរបស់វិជានេះតាមទៀតផងហើយនាងក៏បាននិយាយត្រឡប់ទៅលោកតាហ្វូស៊ីវិញថាខ្ញុំពិតជាបានផ្ទេរវិជារបស់ខ្ញុំទៅពិតមែនហើយឥឡូវនេះខ្ញុំត្រូវការវាត្រឡប់មកវិញព្រោះខ្ញុំចង់ដឹងថានៅក្នុងព្រៃរបស់លោកមើលឃើញអ្វីខ្លះចុងក្រោយស៊ូគួរក៏បានចាប់យកលោកតាហ្វូស៊ីមកធ្វើការដកយកនៅតាមពលភ្នែកទឹករបស់គាត់មើលទៅនាងពិតជាសាហាវគោខើខ្លាំងមែននេះសូម្បីតែឪពុករបស់ខ្លួនក៏នាងលើកដៃធ្វើទាំងទៅរួចដែរបន្ទាប់ពីស្រូបយកធម្មពលភ្នែកទឹកដែលមើលឃើញពីអនាគតការរបស់លោកតាហ្វូស៊ីរួចហើយស៊ូគួរក៏ចាប់ផ្ដើមដឹងថាអាក្មេងម្នាក់ដែលនៅកន្លែងជិះត្បូងថ្មនោះតាមពិតគឺជាវូកាំងកូនប្រុសប្អូនស្រីរបស់ខ្លួនក្នុងអំឡុងពេលដែលនាងទាញយកធម្មពលភ្នែកទឹកមួយនេះលោកតាហ្វូស៊ីក៏ចង់ចាក់ភ្នែករបស់ខ្លួនឯងចោលផងដែរប៉ុន្តែដោយសារតែធម្មពលរបស់នាងខ្លាំងពេកធ្វើឲ្យគាត់ធ្វើវាមិនបានហើយមកដល់ពេលនេះស៊ូគួយនៅតែគិតថាឪពុករបស់នាងពិតជាលះបង់ខ្លាំងណាស់ក៏ពុតតែចង់ការពារកូនប្រុសស៊ូយុនចុះចំណែកនាងគឺជាកូនស្រីរបស់គាត់ដែរហើយអ្វីបានជាឪពុករបស់គាត់មិនលះបង់ដូចជាគេអញ្ចឹងនេះមើលទៅដោយសារតែភាពចំណែករបស់នាងទើបបានជាស៊ូគួយប្រែក្លាយទៅជាគោខើបែបនេះមិនតែប៉ុណ្្នឹងនោះទេនាងក៏បានស្រែកថានាងគឺជាមនុស្សតែម្នាក់គត់ដែលអាចស្នងតំណែងព្រឹទ្ធាចារ្យធំនៅក្នុងអាណាចក្រអមតៈបានគ្មាននរណាម្នាក់ខ្លាំងដូចជានាងនោះទេចំណែកលោកតាហ្វូស៊ីវិញមើលទៅសភាពរបស់គាត់ដូចជាបាត់បង់ស្មារតីបាត់ទៅហើយស៊ូគួយពោពេញទៅដោយនូវភាពអំនួតនិងសាហាវគោខើតែថ្ងៃណាមួយគង់តែរលាយនោះទេនាយរួចហើយស៊ូគួយក៏បានឲ្យតាន់គួយនាំលោកតាហ្វូស៊ីទៅអាណាចក្រអមតៈដើម្បីដាក់ទោសរបស់គាត់ទៅតាមអ្វីដែលនាងចង់ធ្វើចូលមកខាងទូពលរបស់យើងឯនេះវិញវូកាំម្ដងនេះត្រូវខូចដៃមួយជំហៀងបាត់ទៅហើយនេះមើលទៅក៏ពុទ្ធតែដោយសារធម្មពលពន្លឺភ្លើងដែលហោះចូលទៅក្នុងខ្លួនរបស់គាត់តែតួអង្គរបស់យើងម្នាក់នេះមិនទាន់ត្រៀមខ្លួនរួចជាស្រេចនៅក្នុងការគ្រប់គ្រងវាអញ្ចឹងហើយទើបបានជាធ្វើឲ្យដៃរបស់គាត់មួយជំហៀងប្រែក្លាយទៅជាខូចដោយសារតែសភាពរបស់វូកាំបែបនេះស៊ីស៊ីងមិនគិតតែចង់សម្លាប់គេនោះទេអាគាត់នេះក៏បាននិយាយថែមទៀតថាមនុស្សដូចជាឯងមិនគួរស្លាប់នៅក្នុងពេលនេះនោះទេបើឯងជឿចាប់ខ្លាំងណាស់មកសូមសឹកជាមួយនឹងយើងមកយើងនឹងរងចាំឯងនៅក្នុងអាណាចក្រស្ដេចកុំភ្លេចខំប្រឹកប្រែងហាត់វិជាកូនឲ្យដល់កម្ពុជានឹងឆាប់បានមករកយើងទីរួចហើយស៊ីស៊ីងក៏ចាប់យកប៉ៃខែទៅជាមួយនេះគេគិតថានាងគឺជាមនុស្សតែម្នាក់គាត់ដែលអាចឲ្យវូកាំងបាក់នៅវិជាចុងក្រោយរបស់គេបានអញ្ចឹងមានតែចាប់យកនាងទៅឃើញអញ្ចឹងហើយវូកាំងក៏ប្រាប់ធម្មពលរបស់គាត់នៅដៃមួយជំហៀងទៀតប៉ុន្តែក៏ត្រូវលោមកវិញធ្វើឲ្យគាត់ហោះគ្នាទៅក្រោយយ៉ាងឆ្ងាយស្របពេលនេះដែរស៊ីឌៀងក៏បានលោមកដល់ប្រាក់រន្ទះរបស់គេឆក់មកលើស៊ីស៊ីងដែរតែគាត់នេះអាយក្រអរុរារបស់គេមានធម្មពលខ្លាំងប៉ុន្មានធម្មពលរន្ទះរបស់ស៊ីស៊ីងនៅតែមិនអាចឆក់ចូលទៅក្នុងអាយក្ររបស់គេម្នាក់នេះបានហើយក៏ត្រូវធ្វើឲ្យគាត់លោមកវិញរបួសយ៉ាងរំដំឃើញថាវាយមិនឆ្នះជាមួយនឹងស៊ីស៊ីងស៊ីឌៀនក៏បាននាំយកអាឡានទៅជាមួយបាត់ទៅគ្រាន់តែស៊ីឌៀនយកអាឡានទៅបាត់ភ្លាមស៊ូគួរក៏បានលោតចូលមកដល់ព្រោះនាងចង់ទៅមើលឃើញថាអាកើគឺជាវូកាំងកូនប្រុសរបស់ស៊ូយុនប្អូនស្រីរបស់នាងពិតមែនដែរឬទេគ្រាន់តែឃើញភ្លាមនាងក៏ចង់ប្រើវិជារបស់ខ្លួនសម្រាប់ទូប្រុសរបស់យើងចោលតែម្ដងប៉ុន្តែក៏ទៅស៊ីស៊ីងមុខស្ងាត់ប្រាថ្នាពលរបស់គេចាប់យកនាងយកទៅស៊ីស៊ីងក៏បាននិយាយប្រាប់ស៊ូគួយថាអ្នកដែលអាចសម្លាប់វាបានគ្មាននរណាក្រៅពីខ្ញុំនោះទេនាងចង់រំលោភខ្ញុំឬក៏យ៉ាងម៉េចស៊ូគួយក៏បាននិយាយត្រឡប់ទៅវិញថានេះឯងចង់ក្បត់ជាមួយនរណាចាអមតៈមែនដែរឬទេចាំមើលពេលត្រឡប់ទៅវិញយើងនឹងដាក់ទោសឯងយ៉ាងម៉េចមើលទៅនៅក្នុងស្ថានភាពនេះធម្មពលរបស់ស៊ូគួយដូចជាមិនអាចធ្វើអ្វីបារម្ភអ្នកនេះបាននោះទេហើយគេក៏បាននិយាយថែមទៀតថាចង់ដាក់ទោសយើងផងឬក៏យ៉ាងម៉េចយើងទ្រាំឆ្អែតឆ្អន់ជាមួយនរណាចាអមតៈយូរណាស់មកហើយយើងចង់ឲ្យគេមកយកជីវិតយើងតែម្នាក់ប៉ុណ្ណោះគ្មាននរណាហាមយើងបាននោះទេមើលទៅធម្មពលអរុរារបស់ស៊ីស៊ីងនេះពិតជាមានធម្មពលប៉ុន្មានសូម្បីតែស៊ូគួយក៏មិនហ៊ានជាមួយនឹងគេផងហើយរឿងនឹងទៅជាណាទីនោះក៏ភ្លេចតាមបានជាមួយនឹងអេដមីននៅពីបន្តទៀតដែរអរគុណសម្រាប់ការតាមដានរឿងនេះពីដើមរហូតដល់ចប់ខ្ញុំបាទអេដមីនមានរឿងដែលជប់ក៏សូមគ្រប់គ្នាដល់គ្នាត្រឹមពេលនេះសិនជួបគ្នានៅពីបន្តទៀត